ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះជុំសស្យាមកពីសាកលវិទ្យាល័យ Norton ដែលបានរៀនមុខជំនាញ Computer Science ហើយនៅក្នុងពេលនេះដែរខ្ញុំបានធ្វើការឡើងមកបកស្រាយនៅបទបង្ហាញរបស់ពួកយើងដែលធ្វើការនិយាយអំពីការធ្វើ system មួយអំពីការលក់នៅក្នុង access ដែល topic របស់ពួកយើងបានធ្វើការជ្រើសរើសនៅការលក់នៅ computer ដែលនៅក្នុងនោះមានដែលពួកយើងបានធ្វើមាន table query form ហើយនិង report ដែលនៅក្នុង table របស់ពួកយើងបានធ្វើមាន table cashier ដែលសម្រាប់ដឹងថាអ្នកលក់ហ្នឹងមានឈ្មោះអីមានលេខទូរស័ព្ទប្រមាណហើយបានធ្វើការលក់ឲ្យអតិថិជនមួយណាហើយគាត់ធ្វើអតិថិជនមួយណាដែលគាត់បានធ្វើការផេប្រាក់ចំណូលប្រមាណនិងអតិថិជនបានធ្វើការទិញនៅ item អ្វីចេញពីហាងរបស់ពួកយើងហើយមានតម្លៃប្រមាណនិងចំនួនប្រមាណហើយតទៀតពួកយើងមានtable category ដែលមានតែពួកយើងបានធ្វើវាសម្រាប់ធ្វើការshare នៅឈ្មោះ brand name របស់ក្រុមហ៊ុននីមួយៗដែលពួកយើងបានធ្វើការយកមកដែលនៅក្នុងនោះមាន5ក្រុមហ៊ុនធំហើយនៅក្នុងក្រុមហ៊ុននីមួយៗយើងអាចចូលមើលឃើញថាយើងមាន brand name របស់ computer ណាខ្លះដែលពួកយើងបានយកមកហើយនឹងចំនួននិងតម្លៃអូខេតទៀតយើងអាចចុចមើលថាតើitem មួយហ្នឹងមាន customer យើងមួយណាដែលគាត់បានទិញហើយគាត់បានទិញប្រមាណហើយមានតម្លៃប្រមាណដូចគ្នាអូខេតទៀតយើងមានtable customer ដែលយើងសម្រាប់ធ្វើការ record នៅ information របស់អ្នកទិញដែលយើងមានឈ្មោះលេខរៀងហើយនិងលេខទូរស័ព្ទរបស់អ្នកទិញដែលនៅក្នុងនោះយើងអាចចុចមើលបានថាតើអ្នកទិញហ្នឹងគាត់បានទិញនៅថ្ងៃណាហើយលេខរៀង cashier មួយណាដែលធ្វើការបានលក់ឲ្យគាត់និងទឹកប្រាក់ដែលគាត់បានធ្វើការ pay មកអូខេយើងអាចចុចតទៀតយើងមើលលេខរៀងរបស់វិក័យប័ត្រនិងឈ្មោះ product ដែលយើងបានលក់ឲ្យគាត់និងតម្លៃនិងចំនួនដូចគ្នាអូខេតទៀតយើងមាន table invoice ដែលយើងធ្វើការបង្កើតវាសម្រាប់ផ្ទុកនៅទិន្នន័យដែលយើងទទួលបានមកដែលនៅក្នុងនោះយើងអាចដឹងបានថាអ្នកទិញគាត់ទិញនៅពេលណាថ្ងៃណាហើយបានឲ្យលុយប្រមាណហើយលេខរៀងរបស់ product និងតម្លៃចំនួនដូចគ្នាអូខេ invoice detail កន្លែងនេះគឺវាដូចទៅនឹងការ record information របស់អ្នកទិញថាវិក័យប័ត្រដែលគាត់ទិញដំបូងហ្នឹងគាត់ទិញលើកទី1នៅពេលណាហើយមានលេខកូដរបស់ product យើងមួយណាហើយតម្លៃប្រមាណនិងចំនួនប្រមាណដូចគ្នាអូខេតទៀតយើងមាន table product ដែលយើងបានតាំងវាជាលេខ101តាមលេខ1លេខ2របស់ក្រុមហ៊ុនដែលយើងបានធ្វើការយកមកឧទាហរណ៍លេខ1ខ្ញុំតាំងឲ្យ rock អញ្ចឹងខ្ញុំមានលេខ101ដែលមានតកូ rock ទាំងអស់ដល់105សំទោស104អូខេនឹងតម្លៃដែលចំនួនពួកយើងយកមកហើយលេខកូដរបស់ក្រុមហ៊ុនដែលមានលេខ1លេខ2អញ្ចឹងទៅអូខេឥឡូវសម្បត្តិវាចេញសិនយើងទៅធ្វើការមើលទៅលើ relationship ដែលពួកយើងបានចងក្នុង relationship នេះយើងមាន table customer invoice cashier product ហើយនិង category ដែលយើងធ្វើការឲ្យវាភ្ជាប់គ្នាទាំងអស់ឲ្យវាបញ្ជូនទិន្នន័យទាំងអស់ទៅក្នុង table invoice detail របស់យើងដើម្បី record នៅទិន្នន័យផ្សេងៗដែលពួកយើងបានសំទោសដែល customer របស់ពួកយើងនិងបុគ្គលិកផ្សេងៗដែលគាត់បានធ្វើការក្នុងរឿងហ្នឹងអូខេតទៀតទៅកាន់ form យើងសុំឡង query សិនយើងទៅកាន់ form មុនខ្ញុំសុំបិទសិនធ្វើការទៅកាន់ form
យើងមាន form customer មួយដែលសម្រាប់ធ្វើការ record នៅអតិថិជនថ្មីដែលគាត់ធ្វើការមកទិញលើកដំបូងហើយយើងមានinvoice ដែលសម្រាប់ឲ្យធ្វើការបង្ហាញនៅទិន្នន័យរបស់អតិថិជនដែលគាត់ទើបតែធ្វើការបញ្ជាទិញហើយយើងមាន invoice detail យើងដូច table detail ដែរសម្រាប់ record នៅ data របស់អតិថិជនដូចគ្នាអូខេហើយយើងធ្វើការទៅមើលនៅក្នុងform invoice របស់យើងដែលមានឈ្មោះហាងហើយនឹងការបច្ឆេទឈ្មោះអ្នកទិញអីផ្សេងអូខេយើងមានប៊ូតុងមួយសម្រាប់ធ្វើការចុចទៅកាន់ធ្វើការ record នៅ customer ថ្មីខ្ញុំធ្វើការមក form ហើយខ្ញុំកាត់ form ថ្មីមួយទៀតដែលខ្ញុំអាចបញ្ចូលឈ្មោះថ្មីដែលមានឈ្មោះថាឈុនគឹមឡងចប់អូខេហើយខ្ញុំមានលេខទូរស័ព្ទរបស់អ្នកទិញអូខេខ្ញុំមានលេខទូរស័ព្ទរបស់អ្នកទិញយើងធ្វើការ refresh វាមួយហើយយើងធ្វើការមើលក្នុង form យើងបើក new invoice របស់យើងថ្មីហើយយើងទៅ check មើលសិននេះអូខេអត់តលោតមកទេយើងធ្វើការ refresh វាមួយទៀតនេះលោតឈ្មោះមកហើយនេះជាលេខរៀងវិក័យប័ត្ររបស់យើងដែលយើងអាចមើលវាបាននៅក្នុង invoice អូខេវាអត់ចូលមកដោយសារយើងអត់ធ្វើការ refresh វាហើយយើងធ្វើការនេះសិនខ្ញុំនឹង refresh ទាំងពីរយកមកអូខេនេះខ្ញុំធ្វើការជ្រើសរើសអ្នកកាត់លុយអូខេហើយខ្ញុំធ្វើការមើលទៅលើ item ដែលខ្ញុំត្រូវទិញខ្ញុំចង់ទិញ Lenovo នេះចុះអូខេវានឹង load ដូចកូវីដកែបាត់ដូចខាងលើដែរហើយនៅមួយទៀត invoice detail ដែលសម្រាប់ទៅឆែកមើលតម្លៃitem ព្រោះអីពេលយើងចុចមកវាអត់មានតម្លៃនៅក្នុងនេះទេអញ្ចឹងយើងត្រូវការទៅឆែកមើលតម្លៃវានៅក្នុងdetail ID អូខេយើងធ្វើការ refresh វាមួយសិនហើយយើងទៅបើកនៅក្នុង invoice table នេះវានឹង load មាន invoice ID ដែលយើងធ្វើការជាទិញមុននឹងហើយមួយទៀតលេខកូដរបស់ product របស់យើងនេះ502អញ្ចឹងយើងទៅបើកនៅក្នុង table product របស់យើងនេះ502 Lenovo IdeaPad នេះហើយយើងមើលតម្លៃវាប្រហែលអូខេប៉ុណ្នេះខ្ញុំធ្វើការ copy វាហើយយើងធ្វើការផាសនៅក្នុងនេះហើយយើងចុចមើលទៅអូភ្លេចដាក់ចំនួន1អូខេវានឹងលុតចំនួនលុយសរុបប៉ុណ្ណេះឲ្យយើងអូខេហើយនេះវាចុចក្រោមមកទៀតវានឹងធ្វើការបង្ហាញនៅតម្លៃសរុបនិងចំនួនដែលយើងដែលលុតទទួលបាននិងលុយដែលយើងសល់ត្រូវបង់ឲ្យគេឬក៏យើងបង់ឲ្យគេអស់ហើយអូខេនេះយើងអត់បានបង់ឲ្យគេអញ្ចឹងវាលុតដក1149យើងធ្វើការបង់ឲ្យគេយើងធ្វើការបង់គេ1000នោះវានឹងនៅសល់ដក149ដោយសារយើងតំបង់ឲ្យគេ1000អញ្ចឹងទៅសឹងសល់បន្ទុយទៀតយើងត្រូវបង់ឲ្យគេផ្ដាច់អូខេឥឡូវខ្ញុំបង់ឲ្យគេផ្ដាច់ចុះអូខេ49អូខេនេះវានឹងលុតមកថាយើងអត់មានត្រូវការជាពាក់គេឬក៏សល់លុយអាប់អីគេអូខេឥឡូវខ្ញុំចង់ទិញមួយទៀតខ្ញុំឈ្មោះដែរខ្ញុំចង់ធ្វើការទិញមួយទៀតខ្ញុំចង់ធ្វើការទិញ MacBook អូខេវាលុតលេខរៀងវិក័យបាត់ដូចគ្នាតែវាលុត detail ID ថ្មីដោយសារអីវាជា item ថ្មីអញ្ចឹងយើង refresh វាមួយយើងទៅឆែកនៅក្នុង invoice detail របស់យើង refresh អូខេ refresh បាត់ទេយើងចុចខ្វែងហើយយើងបើកម្ដងទៀតអូខេវានឹងចេញលេខកូដរបស់ product របស់យើងធ្វើការមើលហើយយើងទៅបើកនៅក្នុង table product របស់យើង402នេះ MacBook ប៉ុណ្នេះតម្លៃវាប៉ុណ្នេះយើង copy យើងធ្វើការផាសតម្លៃចូលក្នុងនេះអូខេចំនួនប្រហែលខ្ញុំដាក់2ចុះអូខេពេលដែលយើងដាក់2វានឹងគុណតម្លៃតាមនឹងឲ្យយើងហើយតម្លៃសរុបរបស់យើងវានឹងបុកសរុបមួយតម្លៃចាស់ដែលយើងបានទិញអាមុនហ្នឹងដូចគ្នាហើយតម្លៃដែលយើង pay ឲ្យគេក៏វានៅក្នុងដូចគ្នាឥឡូវ
dương nó bạn buộc thành mấy pi pon pa lòi đọc bằng bấy ok dương tầm bạn bằng cái phần này nếu lôi sọc phải thầm thằng ó đại dương bạn tinh mấy bộ pi cái riêng hai nằng lên Lenovo cái riêng ok vì bạn bây giờ chiến lấy thực bằng cái pi pon pa lòi tuyệt ok dương một chain lại nó dương đặt bảy phón xa bằng bấy hộp vào ok khó muối ok vì chất viên trên màu được nè trong này ai bút tông print điยังប្រើវាសម្រាប់ធ្វើការសម្រាប់ធ្វើការ print receipt ឲ្យភ្ញៀវអូខេពេលយើងចុច print ទៅវានឹង load ឈ្មោះយីហោរបស់យើងដែរមានលេខរៀង receipt ឈ្មោះអតិថិជនលេខទូរស័ព្ទអ្នកគិតលុយអូខេ load ថ្ងៃនេះយើងអត់បានដាក់អូខេម្ដងទៀតសូមធ្វើការខ្វែងសិនយើងធ្វើការដាក់ថ្ងៃសិនខ្ញុំភ្លេចធ្វើការដាក់ថ្ងៃនេះយើងដាក់ថ្ងៃសិនហើយយើងចុច print អូខេវាអត់ទាន់ចេញមកអូខេ refresh នេះម្ដងសិនយើងទៅបើកនេះសិនអូខេលុតថ្ងៃហើយអូខេវាលុតថ្ងៃតាមទៅហើយអញ្ចឹងវាមានឈ្មោះមានលេខទូរស័ព្ទអ្នកគិតលុយកាបៈឆេតលេខរៀងទំitem របស់យើងហើយឈ្មោះប្រដាប់របស់យើងតម្លៃនេះយើងគិតជាដុល្លារអូខេចំនួនផ្សេងហើយលុយទទួលបាននិងលុយសរុបផ្សេងវាបានគណនាហើយដែលយើងបាន print វាចេញមកហើយលុយដែលនៅសល់អត់មានទេអូខេឥឡូវខ្ញុំសូមធ្វើការបិទសិនអូខេយើងធ្វើការបិទសិនចំណែកឯ query នេះយើងធ្វើការនិយាយក្រោយគេដោយសារ query នេះវាសម្រាប់ធ្វើការទៅឆែកមើលតន័យ record ផ្សេងៗរបស់user សំដៅរបស់ customer អញ្ចឹងដែលបានធ្វើការទិញហើយមិញ customer ដែលទិញហើយមានលេខរៀងreceipt លេខ10យើងធ្វើការចុចលេខ10វានឹងបង្ហាញឈ្មោះមកហើយឈ្មោះគឹមឈុនហើយលេខរៀង ID សំដៅលេខរៀង invoice ហើយមានលេខទូរស័ព្ទអីផ្សេងដែលទិញអីខ្លះមានតម្លៃប្រមាណអីចឹងអានេះលុយដែលគាត់ឲ្យបានប្រគល់ឲ្យយើងប៉ុណ្នេះអូខេអត់មានត្រូវការជំពាក់អីគេទេអូខេមិនមានតែប្រើប៉ុណ្ណឹងឯងយើងចុចបានលេខច្រើនអូខេយើងចុចលេខ1នឹងចេញដូចគ្នាថាមានអីខ្លះដូចគ្នាមិនចឹងដែរជាចុងក្រោយសូមអរគុណដល់លោកគ្រូនិងសិស្សមិត្តរួមទាំងអស់គ្នាសម្រាប់ការតាមដាននិងការ pay attention របស់ខ្ញុំក្នុងការធ្វើបទបង្ហាញអំពីការលក់កុំព្យូទ័រនៅក្នុង Access សូមអរគុណ